ក្មេងប្រុសតូចម្នាក់នេះមានឈ្មោះថា Charen គឺជាគ្រូមន្តអាគមហើយគេទទួលបានធម្មពលរបស់គេភ្លាមនៅពេលដែលគេមានអាយុ10ឆ្នាំគេអាចបញ្ជាវត្ថុអ្វីក៏បាននៅជុំវិញខ្លួនគេយ៉ាងងាយស្រួលគេបានប្រាប់ម្ដាយរបស់គេអំពីធម្មពលថ្មីរបស់គេដោយសេចក្តីរីករាយប៉ុន្តែអ្វីដែលធ្វើឲ្យក្មេងប្រុសម្នាក់នេះខកចិត្តនោះគឺម្ដាយរបស់គេមានការភ័យខ្លាចយ៉ាងខ្លាំងជាពិសេសនៅពេលដែលគេប្រាប់គាត់ពីរបៀបដែលគេប្រើធម្មពលបញ្ជាវត្ថុនិងរបៀបដែលគេអាចបង្កើតភ្លើងនិងខ្យល់បានទៀតផងក្នុងភាពរន្ធត់និងខឹងសម្បារយ៉ាងខ្លាំងម្ដាយរបស់គេបានបង្គាប់ឲ្យគេឈប់ប្រើមន្តអាគមក្មេងប្រុសរបស់យើងមានការងឿងឆ្ងល់ដោយមិនដឹងថាខ្លួនបានធ្វើអ្វីខុសឡើយប៉ុន្តែម្ដាយរបស់គេបានអង្គុយចុះដើម្បីនិយាយគ្នាឲ្យបានច្បាស់លាស់ជាមួយគេគាត់បានសួរថាតើគេចង់រស់នៅជាមួយគាត់ឲ្យបានយូរដែរឬទេហើយដូចជាក្មេងប្រុសដទៃទៀតដែរ Karen បានឆ្លើយថាបាទដោយយកចំណុចនេះធ្វើជាលេសគាត់បានបង្ខំឲ្យគេសន្យាដោយបញ្ជាឲ្យគេកុំប្រើធម្មពលរបស់គេទៀតហើយកុំបង្ហាញវាឲ្យអ្នកដទៃឃើញឲ្យសោះ Charen មានអារម្មណ៍មិនស្រួលហើយបានសួរពីមូលហេតុដូច្នេះម្ដាយរបស់គេក៏បានប្រាប់គេនៅរឿងរ៉ាវដ៏ល្បីល្បាញអំពីអភិជននិងអ្នកក្លាហានរឿងនេះគឺសមទៅហើយសម្រាប់ក្មេងប្រុសម្នាក់នេះគេដឹងថាអ្នកដែលមានធម្មពលពិសេសត្រូវបានគេចាត់ទុកថាជាគ្រូមន្តអាគមទោះបីជាពួកគេជាអភិជនឬអ្នកក្លាហានក៏ដោយទោះជាយ៉ាងណាអភិជននិងអ្នកក្លាហានគឺមានភាពខុសគ្នាខ្លាំងអភិជននៅក្នុងពិភពលោកនេះគឺជាកូនចៅផ្ទាល់របស់ពូជពង្សទេវតាដែលជាពូជសាសន៍ហៅថា Friends ដែលបានស្បត់ថានឹងសង្គ្រោះមនុស្សជាតិចំណែកអ្នកក្លាហានវិញគឺជាកូនចៅរបស់អភិជនទាំងនោះដែរប៉ុន្តែឈាមរបស់ពួកគេបានលាយឡំជាមួយមនុស្សធម្មតា Charen បានដឹងរឿងនេះរួចទៅហើយម្ដាយរបស់គេបានប្រើរឿងនេះដើម្បីពន្យល់ថាវាមានការបែងចែកយ៉ាងច្បាស់រវាងអភិជននិងអ្នកក្លាហានទោះបីជាពួកគេមានធម្មពលស្រដៀងគ្នាក៏ដោយបន្ទាប់មកគាត់ក៏បានទម្លាយនៅមូលហេតុពិតប្រាកដដែលគេមិនគួរប្រើសមត្ថភាពរបស់គេឪពុករបស់គេគឺជាអ្នកក្លាហានដ៏អស្ចារ្យម្នាក់ហើយ Charen បានទទួលមរតកធម្មពលពីគាត់ពួកអភិជនអាក្រក់មួយចំនួននៅខាងក្រៅទីក្រុងបានប្រព្រឹត្តចំពោះអ្នកក្លាហានដូចជាទាសករហើយចាត់ទុកពួកគេត្រឹមតែជាឧបករណ៍ប៉ុណ្ណោះនោះហើយជាមូលហេតុដែលម្ដាយរបស់ Charen ភ័យខ្លាចចំពោះសុវត្ថិភាពរបស់គេហើយបានជំរុញឲ្យគេលាក់សមត្ថភាពរបស់គេជារៀងរហូតដើម្បីកុំឲ្យគេជួបវាសនាដូចគ្នានោះគឺជាសន្យារបស់ពួកគេ8ឆ្នាំបានកន្លងផុតទៅបន្ទាប់ពីការសន្ទនានោះហើយឥឡូវនេះគេបានក្លាយជាយុវជនម្នាក់ Charen នៅតែរក្សាសន្យារបស់គេពិតជាគ្មានបំណងប្រាថ្នាចង់បង្ហាញធម្មពលជាគ្រូមន្តអាគមរបស់គេឡើយតាមពិតទៅគេថែមទាំងគ្មានមហិច្ឆតាចង់ចាក់ចេញពីផ្ទះនិងហ្វូងជៀមរបស់ពួកគេឡើយទោះបីជាម្ដាយរបស់គេបានលាចាកលោកទៅមួយរយៈហើយក៏ដោយទោះបីជានៅទីនោះក៏ដោយជីវិតរបស់គេក៏មិនងាយស្រួលដែរនៅព្រឹកដ៏ស្រស់បំព្រងមួយក្មេងប្រុសរបស់យើងបានទទួលភ្ញៀវដែលមកទាំងកំហឹងដោយគោះទ្វារផ្ទះរបស់គេយ៉ាងខ្លាំងដូចជាក្នុងរឿង Spider-Man 3ដែលសួររកលុយថ្លៃឈ្នួលផ្ទះពី Peter Parker Charen បានបើកទ្វារជួបជាមួយពួកអ្នកភូមិពួកគេសម្លឹងមកគេហាក់ដូចជាគេបានជេរពួកគេឬអ្វីម្យ៉ាងគេបានវាយតម្លៃស្ថានភាពយ៉ាងរហ័សហើយដឹងថាពួកគេកំពុងទម្លាក់កំហុសពីការស្លាប់របស់មេភូមិ Roberts មកលើរូបគេដោយគំរាមគេពួកអ្នកភូមិបានចាប់កៅអៅរបស់គេដោយស្រែកថាគេគឺជាអ្នកដែលធ្វើបាបមេភូមិមុននឹងបោះគេទៅខាងក្រៅឲ្យបិសាចស៊ីវាគឺជាទ្រឹស្ដីដែលគួរឲ្យអស់សំណើចហើយក្មេងប្រុសរបស់យើងយល់ពីការព្យាយាមទម្លាក់កំហុសមកលើគេព្រោះថាបុរសដែលចាស់ជាងគេនៅក្នុងភូមិបានស្លាប់ទៅហើយក្នុងស្ថានភាពដ៏គួរឲ្យអាណិតខណៈពេលដែលពួកយុវជនមិនទាំងមានភាពក្លាហានប្រឈមមុខនឹងបិសាចផង Charen បានចង្អុលបង្ហាញពីការពិតថាពួកមនុស្សល្ងងទាំងនេះគ្រាន់តែព្យាយាមទម្លាក់កំហុសមកលើគេដើម្បីបិទបាំងភាពកំសត់របស់ពួកគេប៉ុណ្ណោះបុរសដែលមានឈ្មោះថាមេបានព្យាយាមដើរគេប៉ុន្តែក្មេងប្រុសរបស់យើងបានគេចផុតយ៉ាងស្ទាត់ជំនាញគេបានវាយបកទៅវិញហើយបានបុកក្បាលនឹងច្រមុះរបស់បុរសម្នាក់នោះដោយគិតថាមន្តអាគមគឺជាឧបករណ៍ដែលងាយស្រួលបំផុតក្នុងលោកអ្វីគ្រប់យ៉ាងដែលគេចង់បានគឺគ្រាន់តែប្រើធម្មពលមែនគេមិនចាំបាច់ទាំងបង្កាត់ភ្លើងដើម្បីផ្លាស់ទីពិភពលោកឡើយគ្រាន់តែប្រើពាក្យបង្គាប់ឲ្យដួលគេក៏បានផ្ដួលបុរសម្នាក់ទៀតបន្ទាប់មកក៏គេចផុតពីការវាយរបស់មនុស្សទី3 Charen ជំនាញក្នុងការប្រើមន្តអាគមខ្លាំងណាស់រហូតដល់គេប្រើវាដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍គ្រាន់តែល្មមសម្រាប់គូប្រកួតរបស់គេខ្ញុំចង់មានន័យថាជនរងគ្រោះរបស់គេមិនស្លាប់ទេគេបានវាយក្បាលបុរសម្នាក់ទៀតដោយសន្យាថានឹងគ្រប់គ្រងគូប្រកួតរបស់គេគ្រប់គ្នាគេបានកម្ចាត់ពួកគេឆ្វេងស្ដាំហើយភ្លាមនោះពួកគេទាំងអស់គ្នាបានដួលទៅលើដីខណៈពេលដែលគេកំពុងបោះធូលីចេញពីខ្លួនហើយនោះគឺជាវិធីដែលគេលាក់បាំងអត្តសញ្ញាណជាគ្រូមន្តអាគមដែលជាអាថ៌កំបាំង Charen បានសើចចំអកថាពួកមនុស្សល្ងងទាំងនេះគួរតែរក្សាកម្លាំងសម្រាប់បុណ្យសពរបស់តាចាស់នោះវិញទៅរួចក៏ងាកទៅរកពួកស្រីហើយសួរថាតើចង់សាក់ដែរឬទេ
ពួកគេបានធានាប្រាប់គេថាពួកគេគ្រាន់តែមកសួរសុខទុក្ខគេប៉ុណ្ណោះប៉ុន្តែក្មេងប្រុសរបស់យើងមិនមែនជាមនុស្សចុះនឹងស្រីទេហើយបានប្រាប់ពួកគេឲ្យយកសាកសពទាំងនេះចេញទៅនេះគឺជាអ្វីដែលបានកើតឡើងពិតប្រាកដកាលពីប៉ុន្មានថ្ងៃមុនមេភូមិបានទទួលដំណឹងអំពីវត្តមានរបស់បិសាចដ៏គួរឲ្យខ្លាចដែលត្រូវបានគេរកឃើញនៅច្រកចូលភូមិខ្លួនប្រាណរបស់វាមានពណ៌ខ្មៅស្រងាត់ហើយមានទំហំធំប៉ុនផ្ទះមេភូមិបានក្រុងនឹងដោះស្រាយជាមួយបិសាចនោះដោយជួគ្រូមន្តអាគមឲ្យមកកម្ចាត់វាហើយរហូតដល់ពេលនោះមនុស្សធំនិងក្មេងត្រូវបានហាមមិនឲ្យចូលក្នុងព្រៃការជួបជាមួយបិសាចសម្រាប់មនុស្សធម្មតាមានន័យថាស្លាប់ជាមិនខានព្រោះមានតែគ្រូមន្តអាគមប៉ុណ្ណោះដែលមានកម្លាំងគ្រប់គ្រាន់ដើម្បីសម្លាប់ពួកវា Roberts បានសម្រេចចិត្តទៅសួរសុខទុក្ខក្មេងប្រុសកង្វល់ជាម Sharon ក្មេងម្នាក់នេះរស់នៅជីវិតដ៏គួរឲ្យធុញទ្រាន់ដោយធ្វើអ្វីដែលជារៀងរាល់ថ្ងៃរហូតដល់តាចាស់នោះមកធ្វើឲ្យគេទាស់ចិត្ត Sharon គ្មានបំណងចង់ធ្វើតាមបញ្ជារបស់គាត់ឡើយព្រោះមិនយូរប៉ុន្មានបន្ទាប់ពីម្ដាយរបស់គេស្លាប់តាចាស់នោះបានព្យាយាមលួចជាមរបស់ពួកគេ Sharon គិតថា Roberts មកទីនេះដើម្បីរឿងដដែលហើយបានប្រាប់ឲ្យគាត់ទៅឆ្ងាយទៅប៉ុន្តែរឿងនេះសំខាន់ជាងសម្រាប់មេភូមិតែបានមកដើម្បីប្រាប់គេអំពីវត្តរបស់សត្វមន្តអាគមការមើលឃើញវាត្រូវបានបញ្ជាក់ហើយប៉ុន្តែអ្វីដែលចម្លែកនោះគឺ Sharon មិនមានការភ័យខ្លាចឡើយទោះបីជាគេជាអ្នកដែលប្រឈមនឹងគ្រោះថ្នាក់បំផុតក៏ដោយ Roberts បានធានាប្រាប់គេថាគ្រូមន្តអាគមនឹងមកដល់ក្នុងពេលឆាប់ហើយជំនួសឲ្យការអរគុណ Sharon បានប្រាប់ឲ្យគាត់ទៅវិញទៅដោយដឹងថាតាចាស់នេះបារម្ភពីជាមរបស់គេជាងជីវិតរបស់គេទៅទៀតបិសាចក្នុងโลกនេះត្រូវបានគេស្គាល់ថាជាសត្វដែលមានមន្តអាគមពួកគេគឺជាសត្រូវរបស់គ្រូមន្តអាគមមនុស្សជាតិប៉ុន្តែ Sharon មានការរំភើបដែលបានឃើញគ្រូមន្តអាគមជាលើកដំបូងដោយចង់ដឹងថាពួកគេមានកម្លាំងខ្លាំងប៉ុណ្ណារំពេចនោះក្លិនឈាមបានធ្វើឲ្យគេភ្ញាក់ផ្អើលហើយគេក៏បានដើរតាមរកប្រភពរបស់វានៅក្នុងព្រៃលទ្ធផលគឺគួរឲ្យរន្ធត់ណាស់ Sharon បានរកឃើញមេភូមិត្រូវបានគេហែកជាពីរគេនៅតែមានសភាពស្ងប់ស្ងាត់គេដឹងថាសត្វធម្មតាមិនអាចបង្កឲ្យមានការបង្ហូរឈាមបែបនេះឡើយដូច្នេះពាក្យចាមអារាមអំពីបិសាចប្រកាសជាការពិតភ្លាមនោះគេមានអារម្មណ៍ថាមានមែនខ្មៅនៅជុំវិញខ្លួនខណៈដែលខ្លាខិនដ៏ធំសម្បើមបានមកដល់ដើម្បីរកចំណីបន្ទាប់ក្មេងប្រុសរបស់យើងបានសម្លឹងមើលវាហើយទោះបីជាបិសាចត្រូវបានគេចាត់ទុកថាមានកម្លាំងខ្លាំងក៏ដោយគ្រូមន្តអាគមខ្លះអាចសម្លាប់ពួកវាបានដោយគ្រាន់តែប្រើពាក្យសម្ដីមួយម៉ាត់ប៉ុណ្ណោះ Sharon បានសម្លឹងមើលសត្វដ៏គួរឲ្យខ្លាចនោះហើយបានបង្គាប់ឲ្យវាស្លាប់ភ្លាមដែលធ្វើឲ្យបិសាចនោះខ្ទាតទៅក្រោយរាប់ម៉ាយសមត្ថភាពនេះរំលឹកដល់មន្តអាគមបង្គាប់ពាក្យការបង្គាប់នោះមិនទាន់គ្រប់គ្រាន់ទេខណៈដែលបិសាចនោះបានស្ទុះមកលើគេម្ដងទៀតប៉ុន្តែបន្ទាប់ពីការព្យាយាមជាច្រើនដង Sharon មិនអាចបញ្ឈប់បិសាចនោះមិនឲ្យបន្តវីលុកឡើយខ្លាខិនយៈនោះបានបំផ្លាញអ្វីគ្រប់យ៉ាងនៅចំពោះមុខវា Sharon បានសម្រេចចិត្តបដូរវិធីសាស្ត្រហើយបានរើសយកដុំថ្មរួមជាមួយខ្សែដេររបស់គេដោយជ្រើសរើសប្រើជំនាញជាអ្នកកង្វល់របស់គេដំបូងឡើយគេបានពង្រឹងដុំថ្មដូចនោះបន្ទាប់មកគេធ្វើឲ្យវាមានល្បឿនលឿនជាងមុននឹងគ្រវីវាជុំវិញហើយផ្ដល់រូបរាងឲ្យវាហើយមុនពេលបាញ់ចេញទៅគេបានបង្គាប់ឲ្យវាមានសមត្ថភាពទម្លុះគោលដៅដុំថ្មត្រូវបានបាញ់ចេញទៅជាមួយនឹងកម្លាំងរុញច្រានយ៉ាងខ្លាំងវាវិលសំដៅទៅរកគោលដៅក្នុងល្បឿនដូចឡាសេកាំរស្មីនោះបានកាត់មុខរបស់ខ្លាខិនប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ដើម្បីសម្លាប់វាឡើយបិសាចនោះបានព្យាយាមវាយបកមកលើគោលដៅរបស់វាវិញជាមួយនឹងការលោតសង្គ្រប់យ៉ាងខ្លាំងដោយមិនទុកផ្លូវឲ្យគេឃ្លួនឡើយក្មេងប្រុសរបស់យើងបានគ្រោងទុករួចជាស្រេចនៅពេលដែលគេហៅដុំថ្មដែលនោះត្រឡប់មកពីលើមេឃវិញលើកនេះគឺសំដៅទៅលើក្បាលរបស់បិសាចដោយបុគ្គលិកក្បាលរបស់វាឲ្យបែកការវាយប្រហារនោះទទួលបានជោគជ័យក្នុងការកម្ចាត់បិសាចដ៏ធំសម្បើមនោះវាជាលើកទី1សម្រាប់យុវជន Sharon ដែលធ្វើឲ្យគេឆ្ងល់ថាតើគួរយកសាកសពរបស់វាទៅបោះចោលក្នុងទន្លេឬកន្លែងណាមួយ Sharon មានភាពប្រងើយកណ្ដាលចំពោះរឿងនេះហើយមិនខ្វល់ខ្វាយតតែសោះអំពីការភ័យខ្លាចរបស់អ្នកភូមិគេនឹងទុកសាកសពបិសាចនៅទីនេះហើយទុកឲ្យពួកគេសម្អាតវាចុះក្មេងប្រុសរបស់យើងបានពិចារណាពីស្ថានភាពមិនល្អរបស់គេនៅក្នុងភូមិពួកគេនឹងប្រព្រឹត្តចំពោះគេកាន់តែអាក្រក់នៅពេលដែលវាមកដល់ការធ្វើពាណិជ្ជកម្មរបស់គេប៉ុន្តែគេមិនអីទេជាមួយរឿងនោះឲ្យតែគេអាចវាយពួកគេឲ្យបែកមុខមាត់បានដើម្បីទទួលបានកិច្ចព្រមព្រៀងដោយយុត្តិធម៌
ទ្វារផ្ទះរបស់គេបានចាប់ផ្ដើមគូសម្ដងទៀតធ្វើឲ្យគេឆ្ងល់ថាតើពួកមនុស្សល្ងងទាំងនេះពិតជាឈួតអស់ហើយមែនទេលើកនេះគេបានបើកទ្វារយ៉ាងខ្លាំងដោយបង្ហាញពីការខឹងសម្បារប៉ុន្តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺមានបុរសតែម្នាក់ដែលស្លៀកឯកសណ្ឋានបុរសម្នាក់នោះបានសុំទោសដែលរំខានបែបនេះតាមពិតទៅគាត់គ្រាន់តែជាអ្នកធ្វើដំណើរដែលចង់បានជំនួយប៉ុណ្ណោះការផ្លាស់ប្ដូរដែលមិនបានរំពឹងទុកនេះបានធ្វើឲ្យ Sharon ស្ងប់ចិត្តដែលបានសុំទោសចំពោះការនិយាយច្រើនរបស់គេដោយប្រាប់ថាគេបានជួបមនុស្សគួរឲ្យរំខានមួយចំនួនកាលពីមុនគួរឲ្យអស់សំណើចណាស់ក្មេងប្រុសរបស់យើងមានអារម្មណ៍អៀនខ្មាសចំពោះសុជីវធម៌របស់គេព្រោះបុរសម្នាក់នេះមានចិត្តល្អខ្លាំងណាស់បើប្រៀបធៀបជាមួយមនុស្សអាក្រក់នៅក្នុងភូមិរបស់គេក្រៅពីនោះគេបានសម្លឹងមើលដាវរបស់បុរសម្នាក់នោះហើយសួរថាតើគាត់កំពុងរកផ្ទះសំណាក់មែនទេពោះរបស់បុរសម្នាក់នោះបានរត់យ៉ាងខ្លាំងដែលជាចម្លើយសម្រាប់ Sharon រួចគេក៏បានអញ្ជើញបុរសម្នាក់នោះចូលខាងក្នុងនៅទីនេះគេបានធ្វើម្ហូបជាច្រើនហើយយកមកជូនអ្នកធ្វើដំណើរម្នាក់នោះតែចាប់ផ្ដើមបរិភោគយ៉ាងឆ្ងាញ់ពួកគេបាននិយាយគ្នាហើយអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើលដែលដឹងថា Sharon មិនដែលនិយាយជាមួយអ្នកភូមិឡើយក្មេងប្រុសរបស់យើងបានចែករំលែករឿងរ៉ាវដែលគេមិនដែលធ្វើអ្វីក្រៅពីភារកិច្ចជាអ្នកកង្វល់ជាមនៅលើភ្នំបន្ទាប់មកគេក៏មិនសូវបានជួបភ្ញៀវទេសចរដែរអ្នកធ្វើដំណើរបានសង្កេតមើលគេយ៉ាងស្ងប់ស្ងាត់ហើយបានរកឃើញភាពគួរឲ្យចាប់អារម្មណ៍ចំពោះ Sharon ដោយទទួលស្គាល់ថាអ្នកកង្វាលម្នាក់នេះមានសុជីវធម៌ល្អណាស់ Sharon បានប្រាប់ថាគេបានរៀនសុជីវធម៌ពីម្ដាយដែលបានចែកឋានទៅរបស់គេតែជាអកុសលបានស្លាប់ដោយសារជំងឺកាលពីប៉ុន្មានឆ្នាំមុនអ្នកធ្វើដំណើរបានចូលរួមរំលែកទុក្ខហើយបានធានាប្រាប់ក្មេងប្រុសម្នាក់នេះថាម្ដាយរបស់គេប្រកាសជាមានមោទនភាពចំពោះគេខ្លាំងណាស់ថែមទាំងអរគុណ Sharon ម្ដងទៀតចំពោះបដិសណ្ឋាកិច្ចវាដល់វេនក្មេងប្រុសរបស់យើងសួរសំណួរវិញម្ដងគេបានសួរថាតើអ្វីដែលនាំឲ្យបុរសម្នាក់នេះមកទីនេះអ្នកធ្វើដំណើរមិនបានចំណាយពេលយូរឡើយដើម្បីទម្លាយថាតាមពិតទៅគាត់មកទីនេះដើម្បីសម្លាប់បេសាចភីមាហើយបន្ទាប់មកគាត់ក៏បានទម្លាយអាចកំបាំងថាគាត់ជាគ្រូមន្តអាគមជាការពិតណាស់ Sharon បានដឹងថាគ្រូមន្តអាគមនឹងមកភូមិនេះអរគុណដល់ Robert អ្នកធ្វើដំណើរបានបញ្ជាក់ពីរឿងនេះហើយបានសម្រេចចិត្តសួរសំណួរផ្ទាល់ខ្លួនរបស់គាត់វិញដោយប្រាប់ថាគាត់អាចដឹងយ៉ាងច្បាស់ពីវត្តមានបេសាចនៅក្នុងតំបន់នេះប៉ុន្តែបែរជាមិនឃើញវាទៅវិញបន្ទាប់មកក៏មានការពិតដែលថា Sharon ដឹងពីរឿងមេភូមិនិងករណីរបស់បេសាចគោលដៅចម្បងរបស់បេសាចនោះគួរតែជា Sharon ខ្លួនឯងដូច្នេះអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើលចំពោះភាពស្ងប់ស្ងាត់របស់គេគាត់សន្និដ្ឋានថាក្មេងប្រុសម្នាក់នេះមានភាពក្លាហានខុសពីធម្មតាសម្រាប់អ្នកកង្វល់ហើយបន្ទាប់មកក៏បានសួរសំណួរយ៉ាងត្រជាក់អំពីអត្តសញ្ញាណពិតរបស់គេតោះត្រឡប់ទៅអតីតកាលវិញចំពោះការសន្ទនារបស់ Sharon ជាមួយម្ដាយរបស់គេតែចង់ដឹងយ៉ាងខ្លាំងថាមូលហេតុអ្វីដែលគេមិនអាចបង្ហាញអាចកំបាំងរបស់គេគាត់ភ័យខ្លាចចំពោះវត្តមានរបស់អភិជនអាក្រក់ព្រោះសម្រាប់ពួកគេអ្នកក្លាហានគឺគ្រាន់តែដូចជាសត្វឆ្កែដែលពួកគេចិញ្ចឹមទុកលេងប៉ុណ្ណោះពិតណាស់ពួកគេនឹងប្រព្រឹត្តចំពោះអ្នកក្លាហានដោយក្តីស្រឡាញ់ប្រហែលជាដូចជាគ្រួសារប៉ុន្តែប្រសិនបើចាំបាច់ពួកគេនឹងលះបង់អ្នកក្លាហានរបស់ពួកគេដូចជាសត្វពាហនៈវាគឺជាជីវិតដែលគួរឲ្យខ្លាចដែលម្ដាយរបស់ក្មេងប្រុសម្នាក់នេះពិតជាមិនចង់ឲ្យគេជួបឡើយហើយម្ដងទៀតគាត់បានបង្គាប់ឲ្យគេរក្សាធម្មពលរបស់គេជាអាថ៌កំបាំងព្រោះប្រសិនបើគ្រូមន្តអាគមផ្សេងទៀតដឹងពួកគេអាចនឹងធ្វើឲ្យគេខ្លាចជាឆ្កែដែរហើយនោះគឺជាបញ្ហាចម្បងនៅពេលនេះគេត្រូវបានលងបន្លាចដោយសម្ដីរបស់ម្ដាយគេហើយដោយសារតែបុរសម្នាក់នេះបានដឹងពីអាថ៌កំបាំងរបស់គេ Sharon កំពុងតែគ្រោងនឹងសម្លាប់គាត់ដើម្បីការពារខ្លួនឯងបុរសម្នាក់នោះបានសួរពីមូលហេតុដែលគេហៅថាអ្នកគង្វាលបែរជាមិនព្រមឆ្លើយប៉ុន្តែមុនពេលរឿងអាក្រក់កើតឡើងបុរសម្នាក់នោះបានបដូរមកប្រើទឹកដុំសម្លេងបែបកំ pl ែងវិញដោយធ្វើហាក់ដូចជាគាត់កំពុងតែនិយាយលេងអ្វីដែលគួរឲ្យអស់សំណើចនោះគឺតួឯករបស់យើងពិតជាជឿគាត់មែនដោយសារភាពថាគេមិនសូវពូកែខាងយល់ពីការនិយាយលេងឡើយអ្នកធ្វើដំណើរបានសុំទោសចំពោះការលេងសើចដែលមិនសមរម្យខណៈដែល Sharon បានចែករំលែកការភ្ញាក់ផ្អើលរបស់គេព្រោះមិនដែលមាននរណាម្នាក់ហៅគេថាជាគ្រូមន្តអាគមពីមុនមកឡើយពួកគេបានជែកគ្នាលេងដើម្បីកុំឲ្យស្ថានភាពកាន់តែតានតឹងដូច្នេះគ្រូមន្តអាគមបានហុចដៃឲ្យដោយណែនាំខ្លួនគាត់ថាឈ្មោះ Kyonជាអ្នកធ្វើដំណើរ Sharon ក៏បានចាប់ដៃតបហើយណែនាំខ្លួនថាជាអ្នកកង្វល់ជាមដែលជាក្មេងប្រុសចិត្តនឹងឈានចូលអាយុ18ឆ្នាំហើយបុរសម្នាក់ទៀតបានទម្លាយដោយភាពកក់ក្ដៅនិងភ្ញាក់ផ្អើលថាគាត់មានអាយុ75ឆ្នាំទៅហើយគាត់មានហ្វេនយូរវ័យដូចជាព្រះអញ្ចឹងតាមពិតទៅគឺដោយសារតែគ្រូមន្តអាគមរស់នៅបានយូរជាងមធ្យមភាគហើយចាស់យឺតជាងមុនទៀតផងដែលធ្វើឲ្យ Sharon សួរថាតើបុរសម្នាក់នេះក្លាយជាអ្នកធ្វើដំណើរដោយរបៀបណាតាមពិតទៅគៀនបានបម្រើគ្រួសារ Arabian អស់រយៈពេល60ឆ្នាំពេញមុនពេលចាក់ចេញនៅពេលក្រោយគៀនបានសម្រេចចិត្តថាគាត់ចូលចិត្តការរស់នៅបែបនេចរការជែកគ្នាលេងរបស់ពួកគេបានបន្ត Sharon មានអារម្មណ៍ធូរស្រាលជាមួយបុរសម្នាក់នេះហើយបានរកឃើញថាខ្លួនឯងរីករាយនឹងការនិយាយគ្នានេះលើសពីអ្វីដែលគេបានគិតទៅទៀតពេលវេលាបានកន្លងផុតទៅហើយព្រះអាទិត្យក៏បានរះឡើងតែជំរុញឲ្យ Kyon ត្រូវចាក់ចេញជាការអរគុណគាត់បានទុកកាក់ប្រាក់ Arabian មួយ
ដែលជាប្រភេទប្រាក់ដ៏សុទ្ធបំផុតយុវជនម្នាក់នេះបានទទួលយកវាដោយមោទនភាពហើយបានជូនពរឲ្យគាត់ជួបតែសំណាងល្អក្នុងការបរបាញ់